គាត់ក៏បានស្នើសុំទៅមេបញ្ជាការរបស់គាត់ទៀតបន្ទាប់មកមេបញ្ជាការរបស់គាត់បានប្រាប់ថាទ្រាំបន្តិចទៅទប់ទៅព្រោះថាថ្នាក់លើបានបញ្ជូនអាវុធនិងទាហានមកបាវខ្លួនពេលបន្តិចទៀតនេះហើយប្រហែល1ម៉ោងទៀតទេវិសិទ្ធបានឮមេបញ្ជាការរបស់ខ្លួននិយាយបែបនេះហើយខ្លួនក៏រំភើបចិត្តបន្តិចប៉ុន្តែក្រឡេកទៅមើលមិត្តរួមអាវុធរបស់គាត់ត្រូវបានដេកដួលស្លាប់នៅក្នុងត្រង់សេជាច្រើនសល់តែគាត់នៅកាន់ត្រង់សេនេះតែម្នាក់ឯងទេរីឯត្រង់សេផ្សេងៗទៀតក៏មានអ្នកស្លាប់និងរបួសច្រើនដែរវិសិទ្ធទន្ទឹងរង់ចាំមើលថាតើណាតបជំនួយទៅបើចាំយូរដល់ម្លឹងហើយនៅតែមិនតន់មកដល់ទៀតជាការពិតណាស់ថ្នាក់ដឹកនាំបានបញ្ជូនសភាអាវុធមកទាំងដែលមិនតន់ផ្ទុះសង្គ្រាមនោះប៉ុន្តែនៅតាមផ្លូវមានផលលំបាកជាច្រើនដែលធ្វើឲ្យការបញ្ជូនសភាអាវុធមានការលំបាកជាខ្លាំងនិងធ្វើឲ្យកងទ័ពពិបាកក្នុងការធ្វើដំណើរថែមទៀតផងរីឯវិសិទ្ធវិញខំគិតថាប្រហែលថ្នាក់ដឹកនាំមិនយកចិត្តទុកដាក់ទៅលើកងទ័ពអញឡើយអញ្ចឹងអញមានតែបាញ់តតាំងជាមួយនឹងសត្រូវដោយមិនរាថយឡើយស្លាប់ដើម្បីជាតិធាតុអញគឺជូនម្ដាយហើយអញមិនខ្វល់ឡើយទូអ្នកណាមិនមកជួយក៏ដោយប៉ុន្តែការទប់ទល់នេះវាមិនបានយូរប៉ុន្មានឲ្យត្រូវព្រោះថានៅក្នុងត្រង់សេរបស់គាត់គឺសល់ក្របបណ្ដាល2បងផងរីឯត្រង់សេផ្សេងទៀតក៏មិនខុសគ្នាប៉ុន្មានដែរធ្វើឲ្យគាត់ចិត្តមួយគឺខឹងនឹងពួកឈ្លានពានរីឯចិត្តមួយទៀតក៏ខឹងជាមួយនឹងថ្នាក់ដឹកនាំថាថ្នាក់ដឹកនាំមិនយកចិត្តទុកដាក់ទៅលើជីវិតកងទ័ពព្រំដែនឡើយ